ជំរាបសួរថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយមកចែករំលែកដែលនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញរបៀបនៅក្នុងការប្រើប្រាស់ AI ដែលមាននៅក្នុង Canva ដើម្បីបង្កើតជាអត្ថបទឬសំណួរដែលយើងចង់បានអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងនឹងចូលកម្មវិធី Canva ទាំងអស់គ្នាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលទៅក្នុងកម្មវិធី Canva នឹងឃើញទម្រង់បែបនេះអញ្ចឹងខ្ញុំសូមជ្រើសរើសយក doc មកប្រើបាទនៅក្នុង doc នេះយើងអាចធ្វើឲ្យយើងអាច download ក្នុងទម្រង់ជាកម្មវិធី Microsoft Word បានជាមួយនឹង Canva អញ្ចឹងយើងអាចចូលទៅកាន់ doc ដែលនៅផ្នែកខាងលើបាទក្បែរ whiteboard នេះឬក៏នៅចន្លោះ worksheet និង whiteboard អញ្ចឹងខ្ញុំចុចលើ doc អ្នកទាំងអស់គ្នានឹងឃើញមានមុខងារមួយនៅផ្នែកខាងលើក្បែរអក្សរ X1 និង X2 នេះគឺបាទ Magic Write អញ្ចឹង Magic Write នេះគឺជា AI tool មួយដែល Canva បានដាក់ឲ្យយើងប្រើប្រាស់នៅក្នុងការ generate ខ្លឹមសារមេរៀនឬក៏អត្ថបទឬក៏ប្រយោគណាមួយដែលយើងចង់ធ្វើស្រដៀងទៅនឹង ChatGPT ដូចគ្នាដែរអញ្ចឹងខ្ញុំចុចនៅលើ Magic Write បន្ទាប់មកទៀតយើងដាក់បាទអ្វីដែលយើងចង់ឲ្យ Canva ធ្វើឲ្យអញ្ចឹងនៅកន្លែងនេះយើងអាច typing ប៉ុន្តែខ្ញុំសូមលឿនចឹងហើយខ្ញុំសរសេរអត្ថបទហើយខ្ញុំ copy ចូលអញ្ចឹងនៅក្នុងនេះគឺខ្ញុំឲ្យវាបង្កើតសំណួរពហុជ្រើសរើសចំនួន5បាទមុខវិជ្ជាគីមីវិទ្យាថ្នាក់ទី8ដែលផ្ដោតទៅលើការគណនា mass molecule អញ្ចឹងនៅពេលដែលយើងសរសេររួចរាល់ហើយយើងគ្រាន់តែ generate វាមកបាទអញ្ចឹងសូមចុច generate បាទអញ្ចឹងនៅពេលដែលយើង generate យើងនឹងទទួលបានបាទសំណួរចំនួន5ដែលពាក់ព័ន្ធជាមួយនឹងបាទការគណនា mass molecule នៅក្នុងគីមីវិទ្យាថ្នាក់ទី8អញ្ចឹងនៅពេលដែលវា generate រួចរាល់ហើយយើងអាចមើលទៅតើសំណួរទាំងអស់នេះយើងត្រូវការដែរឬទេឬក៏យើងគិតថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយឬនៅប្រសិនបើមិនគ្រប់គ្រាន់ទេយើងអាចចុច more like this ដែលនៅខាងឆ្វេងបាទប៉ុន្តែបើយើងគិតថាគ្រប់គ្រាន់ហើយយើងគ្រាន់តែចុចពាក្យថា insert ជាការស្រេចឬក៏ copy ក៏បានដែរប៉ុន្តែខ្ញុំអត់ចង់នេះទេដាក់ insert តែម្ដងអញ្ចឹងនៅពេលដែលយើងចុច insert បាទវានឹងបញ្ចូលសំណួរទាំងអស់ហ្នឹងនៅក្នុង doc ដែលមាននៅក្នុង Canva រួចជាស្រេចតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាអាចឃើញប្រភេទសំណួរដែលវាបង្កើតឲ្យបាទវាឲ្យយើងគណនាបាទសំណួរទី1ហ្នឹងគណនា mass molecule ទឹកបាទហើយចម្លើយវាដាក់ចម្លើយឲ្យស្រេចហើយមាន explanation រួចជាស្រេចប៉ុន្តែនៅក្នុងនេះសុទ្ធតែជាភាសាអង់គ្លេសអញ្ចឹងប្រសិនបើយើងមិនមានជំនាញនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសទេយើងគិតថាអូប្រហែលជាអត់មានប្រយោជន៍អីទេបាទយើងប្រើអត់កើតប៉ុន្តែអ្នកទាំងអស់គ្នាអាចបកប្រែជាភាសាខ្មែរបាននៅលើ Canva នឹងផ្ទាល់តែម្ដងអញ្ចឹងដើម្បីបកប្រែកម្មវិធី Canva នេះបានយើងអាចចុចទៅលើបាទផ្នែកខាងលើបាទសំទោសហើយយើងឃើញមានពាក្យថា Magic Switch អញ្ចឹងចុចលើ Magic Switch នឹងមកក្បែរ editing ហ្នឹងវានឹងមានពាក្យថា translate transform convert to presentation អញ្ចឹងយើងយក translate បន្ទាប់មកទៀតយើងជ្រើសរើសភាសាដែលយើងចង់បកប្រែពីភាសាអង់គ្លេសហ្នឹងទៅណាអញ្ចឹងខ្ញុំសូមជ្រើសរើសយកភាសាខ្មែរអញ្ចឹងយើងដាក់ភាសាខ្មែរបាទហើយចុច translate បាទអញ្ចឹងយើងនឹងចាំបន្តិចនៅក្នុងនេះគឺយើងអាចបកប្រែភាសាច្រើននៅក្នុងហ្នឹងក៏ប៉ុន្តែវាមិនមានភាពសុក្រិត 100% នោះទេវាទាមទារឲ្យយើងអ្នកប្រើប្រាស់ហ្នឹងត្រូវការត្រួតពិនិត្យឬក៏បាទឈិកមើលបន្ថែមបាទបន្ទាប់ពី translate រួចយើងចុច open doc អញ្ចឹងវានឹងរត់ទៅកាន់បាទ doc ដែលយើងបានធ្វើពីមុនជាភាសាអង់គ្លេសអញ្ចឹងយើងឃើញថាប្រធានបទរបស់វានេះគឺវាមានបញ្ហាខ្លះដែលវាបកប្រែមិនត្រូវប៉ុន្តែយើងអាចកែតម្រូវបានជាជាងយើងអង្គុយធ្វើខ្លួនឯងជាងខ្ញុំសម្បើក keyboard ដើម្បីធ្វើការផ្លាស់ប្ដូរអញ្ចឹងនៅកន្លែងនេះយើងអាចពិនិត្យមើលឃើញថានៅក្នុងការបកប្រែសំណួរទី1នេះបាទសំណួរទី1នេះគេដាក់តើបាទម៉ាស់ទឹកជាអ្វីអញ្ចឹងយើងអាចកែប្រែទៅតើម៉ាស់ molecule ទឹកស្មើប្រមាណអញ្ចឹងមកតែវាមានសំណួរកហើយ B អញ្ចឹងយើងតម្លាក់ enter វាមកបាទអញ្ចឹងយើងដាក់មួយទៀត C តម្លាក់ចុះបាទ D តម្លាក់ចុះអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញទម្រង់ជាសំណួរ QCM ហើយយើងអាចកែប្រែទៅតាមអ្វីដែលយើងចង់បានអញ្ចឹងបញ្ជាក់ទៀតថានៅក្នុងនេះគឺយើងពុំអាចឲ្យវាបកប្រែមកជាភាសាខ្មែរហើយមានភាពសុក្រិត 100% នោះគួរអត់ទេគឺទាមទារឲ្យយើងយកមកកែច្នៃនិងលៃលកបន្ថែមទៀតលៃយ៉ាងណាទៅឲ្យវាសមស្របទៅតាមភាសារបស់យើងហើយនឹងខ្លឹមសារដែលយើងបរៀនសិស្សផងដែរបាទសូមអរគុណច្រើនជម្រាបលា